មានប្អូនស្រីម្នាក់គាត់បានឆាតមកសួរខ្ញុំថាពេលដែលខ្ញុំចូលស្ថានទូតអាមេរិកសម្ភាសន៍ហ្នឹងតើខ្ញុំសម្ភាសន៍ប្រមាណដងទើបបានជាប់មករស់នៅសហរដ្ឋអាមេរិកចាអញ្ចឹងខ្ញុំសូមឆ្លើយតបទាក់ទងទៅនឹងសំណួរដែលប្អូនស្រីគាត់បានសួរហ្នឹងដើម្បីចែករំលែកជូនបងប្អូនទាំងអស់គ្នាកាលពេលដែលខ្ញុំរៀបចំឯកសារហើយចូលសម្ភាសន៍នៅស្ថានទូតអាមេរិកហ្នឹងគឺខ្ញុំចូលសម្ភាសន៍តែម្ដងគត់គឺខ្ញុំបានជាប់មករស់នៅសហរដ្ឋអាមេរិក បើនិយាយទៅខ្ញុំធ្លាប់ឮបងប្អូនមួយចំនួនដែលគាត់មកអង្គុយរង់ចាំសាច់ញាតិគាត់នៅមុខស្ថានទូតក្រោយពេលដែលខ្ញុំចេញពីសម្ភាសន៍មកវិញគាត់ក៏បានសួរខ្ញុំថាតើខ្ញុំនឹងជាប់ឬមួយក៏ធ្លាក់ខ្ញុំក៏ប្រាប់គាត់ថាខ្ញុំបានជាប់ហើយគាត់ក៏សួរបន្តថាតើខ្ញុំសម្ភាសន៍ប្រមាណដងហើយខ្ញុំក៏ប្រាប់គាត់វិញថាខ្ញុំសម្ភាសន៍តែម្ដងនឹងគាត់គឺបានជាប់គាត់ក៏បានប្រាប់ខ្ញុំវិញថាបងប្អូនគាត់សម្ភាសន៍ពីរដងហើយប៉ុន្តែអត់ជាប់ទេ អញ្ចឹងសម្រាប់បងប្អូនដែលចិត្តចូលសម្ភាសន៍ហើយគាត់មានចម្ងល់គាត់អាចឆាតមកសួរនឹងខ្ញុំបានខ្ញុំនឹងចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់សូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះកុំភ្លេចចុច Like និង Share ដើម្បីទទួលបានវីដេអូថ្មីៗទៀត